បាទគ្រប់ជ្រាបសួរឪពុកម៉ែបងប្អូនជាទីរាប់អានគ្រប់គ្នាបាទនេះជាបែបបទបុរាណបាទគេហៅថាភ្នំយោងដល់ពេលយើងឥឡូវគេមានព្រះមេរុមេនណារួចរាល់ហើយបាទនេះគឺកម្មវិធីល្អរៀបចំធ្វើបុណ្យពុទ្ធាពិសេសព្រះនិងបូជាសពនឹងគឺមិនសពស្រស់ទេណាបងប្អូនគឺអធិធិធថាឆ្អឹងដែលពុកម៉ែបងប្អូនគាត់អត់មានលទ្ធភាពគាត់នោះមិនទាន់ធ្វើបុណ្យគាត់អត់បានបូជាទេប៉ុន្តែគាត់អាចកប់ទុកក្នុងធននេះសិនចាំពេលណាមានលុយមានអីបានធ្វើបុណ្យនេះដូចគ្នាល្អលោកដើមដើម្បីជំរាបរបស់សត្វមិនថាភូមិសម្បូរទេគ្រប់ភូមិទាំងអស់ដែលចង់ចូលរួមជាមួយល្អអាចអញ្ជើញចូលបាននៅក្នុងវត្តសម្បូរនេះហៅថាភ្នំយោងហ្នឹងគឺប្រៀបដូចជាមេហ្នឹងបងប្អូនយើងកន្លែងបូជាសពនៅក្រុមហ្នឹងឯងហើយជំរាបបងប្អូនថានៅថ្ងៃ15កើតនិងថ្ងៃ100បងប្អូនកម្មវិធីបុណ្យមាន2យប់3ថ្ងៃបាទហើយនេះភ្នំយោងយើងយោងនេះគឺទៅបាន10% 20%ទេបងប្អូនណាអត់ទាន់រួចស្ថាពរបើរួចបងប្អូនឃើញថាស្អាតហើយចឹងកម្មវិធីបុណ្យនោះគឺមាន2យប់3ថ្ងៃក្នុងរាត្រីទី1គឺការនិមន្តព្រះសង្ឃសូត្រអភិធម្មរហូតដល់ភ្លឺក៏ប៉ុន្តែនៅរាត្រីចុងក្រោយបងប្អូនហើយមានល្ខោនបាសាក់លេងជូនទស្សនាណាសម្រាប់នៅវត្តសម្បូរណាបងប្អូនហើយបងប្អូនយើងអាចអញ្ជើញចូលរួមគ្រប់គ្នាទាំងភូមិសម្បូរព្រៃវែងកំពេចព្រៃគោលគ្រប់ភូមិទាំងអស់ដែលចង់ចូលរួមណាបាទឲ្យបានបងប្អូននៅក្នុងខែផគុណបងប្អូននៅក្នុងខែផគុណខែ3នោះប៉ុន្តែនេះយើងធ្វើត្រៀមទុកឲ្យហើយជាលក្ខណៈត្រៀមឲ្យរួចរាល់បើសិនជាដល់ថ្ងៃយើងចាប់ដើមធ្វើយើងធ្វើមិនទាន់បងប្អូនអញ្ចឹងយើងចាប់ដើមធ្វើពីថ្ងៃនេះហើយណាមានតាមានក្រុមជាងបាទកំពុងតែមមាញឹកក្នុងការធ្វើមែនទែនអញ្ចឹងនេះជាបែបបទបុរាណបងប្អូនហើយបងប្អូនអាចអញ្ជើញចូលរួមកុំភ្លេចខែ3បងប្អូនខែផគុណត្រូវថ្ងៃ15កើត100បញ្ជាក់ថានៅក្នុងថ្ងៃ15កើតហ្នឹងគឺយើងអត់មានអីទេគឺមានកម្មវិធីពុទ្ធិពិសេសនឹងហែឆ្អឹងដើម្បីមកតម្កល់ទុកសម្រាប់បូជាហើយថ្ងៃ100គឺយើងរៀបពេលរាត្រីយប់គឺមានល្ខោនបាសាក់ខាងខេត្តសៀមរាបសម្ដែងជូននិងកុំភ្លេចខ្ញុំញាតិបងប្អូនអញ្ជើញចូលរួមអស់គ្នាបាទនេះនៅខ្លងទ្វារ1ខ្លងទ្វារ2ខ្លងទ្វារ3ខ្លងទ្វារ4ឥឡូវនេះក្រុមជាងកំពុងតែវាយបែបបត់រចនាបត់ផ្សេងបាទបងប្អូនបាទនៅវត្តសម្បូរហ្នឹងឯងបងប្អូនចាំចិត្តដល់ថ្ងៃខ្ញុំបាទបញ្ជាក់និងជម្រាបបញ្ជូនបន្តទៀតបាទនេះជាជ្រុងមួយទេនៃការផ្ដើមរៀបចំបាទហើយរៀបចំនៅល្អណាខាងភ្លេងមកខាងខេត្តសៀមរាបមានរចនាបថក្បាច់ចាក់ចេកបែបបទបុរាណនេះថាបននេះបនបែបបទបុរាណហ្នឹងបងប្អូនមិនមែនតែសម័យយើងឥឡូវទេបែបបទបុរាណអញ្ចឹងបងប្អូនកុំភ្លេចណាបាទនៅវត្តសម្បូរខេត្តបង្គន់ចាំមេននេះឬក៏ភ្នំយោងនេះរួចរាល់ហើយខ្ញុំបាទនឹងថតជូនបងទៀតបាទគ្រប់ជម្រាបលាបងប្អូននេះវត្តល្ងាចបងប្អូនបាទជម្រាបលាគ្រប់គ្នាកុំភ្លេចបងប្អូនបាទ